អូខេឥឡូវយើងនឹងតពី fatty acid បន្តទៀតប៉ុន្តែមុនតខ្ញុំសូមនិយាយបន្តិចកូនសិស្សរបស់ខ្ញុំនៅ UES នៅអីហ្នឹងសូមជួយមើលមេ record ដែលខ្ញុំខំចំណាយពេលឲ្យអ្នកទាំងអស់គ្នាមើលហ្នឹងកុំឲ្យទៅដល់ថ្នាក់វិញប្រាប់លោកគ្រូបែបអូខេ Misty ពិបាកណាខ្ញុំមានអត់ចេះទេពិបាកណាវាអត់មានពិបាកទេបើសិនណាជាយើងផឹងហ៊ានអញ្ចឹងហ៊ានពេទ្យមានមុខវិជ្ជាណាដែលមិនពិបាកទេហើយបើយើងជាពេទ្យយើងអត់ចេះ biochem វាពិបាកដែរដោយសារយើងត្រូវយល់ច្រើនពី basic ហើយ advice ទៅអ្នកជំងឺឲ្យច្រើនជាពិសេសកូនសិស្ស BSN មានពេលមើលមុនទៅហើយទៅតិចមួយអាទិត្យទៀតខ្ញុំទៅបរៀនហើយទៅដល់ថ្នាក់គ្រូខំចំណាយពេលធ្វើវីដេអូឲ្យមើលហើយសួរអត់ចេះទៀតដឹង10ចប់ហើយថាដើម្បីយើងចេះមើលទៅលើ lipid គឺពពួក fat យើងត្រូវស្គាល់អំពីធាតុបង្ករបស់វាសិនអញ្ចឹងដូចឧទាហរណ៍ធាតុបង្ករបស់ protein គឺ amino acid ធាតុបង្ករបស់ starch ឬក៏ polysaccharide គឺ monosaccharide ពួកស្ករsingle sugar អូខេអញ្ចឹង lipid វាដូចគ្នាដើម្បីខ្លាយទៅជា lipid បានយើងត្រូវស្គាល់ពីធាតុបង្កវាគឺគេហៅថា fatty acid អូខេ fatty acid អញ្ចឹង fatty acid របស់យើងជាទូទៅយើងអាចសរសេររូបមន្តទូទៅដូចលើកមុនឬក៏រូបមន្តទូទៅមួយទៀតដែលយើងស្រួលចាំគឺ CH3 CH2N ហើយនឹង COOH អញ្ចឹងជាទូទៅហេតុអីបានមានរូបមន្តបែបហ្នឹងតិចខ្ញុំនឹងបញ្យល់អញ្ចឹងវាមានក្រុមមួយគឺវាបង្កឡើងអំពីនេះក្រុមនេះគេហៅថា CH3N CH3N មានថាmethyl N ឬអូខេ English we say methyl N អញ្ចឹងបូកជាមួយនឹងបង្គំកាបុកស៊ីលគឺបង្គំរបស់អាស៊ីតកាបុកស៊ីល N អូខេអានេះកាបុកស៊ីល N អញ្ចឹងអ្វីដែលយើងត្រូវបន្ថែមទៅលើរូបមន្តហ្នឹងគឺ N នេះគឺ N មួយនេះអញ្ចឹងឧទាហរណ៍យើងអាចរកឧទាហរណ៍បើសិនជា N នេះស្មើ1អញ្ចឹងរូបមន្តយើង CH3 CH2 COOH អូខេបើ N ស្មើ2អញ្ចឹងវាទៅជា CH3 N នេះស្មើ2យើងគុណចូលទៅ C2 C2H4 COOH ឬយើងអាចពលាតអានេះថែមតែជា CH3 CH2 CH2 COOH អូខេអញ្ចឹងយើងគ្រាន់តែជំនួស N នេះចូលទៅក្នុងនេះទៅយើងអាចបានរូបមន្ត fatty acid ជាទូទៅហើយអញ្ចឹង fatty acid ហ្នឹងយើងអាចមានទម្រង់សរសេរបែបនេះបើសិនជាយើងនេះគឺយើងសរសេរស្ទើរលាតបើយើងសរសេរលាតវាទាំងអស់គឺវាមានទម្រង់បែបនេះនេះគឺជា carboxyl នេះគឺជាខ្សែកាបូននេះខ្សែកាបូននេះយើងសរសេរវាលាតទៅគឺឃើញរូបមន្តលាតបែបហ្នឹងអញ្ចឹងនៅក្នុងហ្នឹងដូចខ្ញុំនិយាយលើសប្តាហ៍មុនថាវាអត់រលាយក្នុងទឹកដោយសារតែវាមានខ្សែកាបូនហ្នឹងជា hydrophobic ហើយវាអាចរលាយហើយនឹងមានក្បាលវាជា hydrophilic ជាមាន interact ជាមួយនឹងទឹកអូខេអញ្ចឹងបន្ទាប់មកក្នុង fatty acid ហ្នឹងវាមិនមែនថាខ្សែកាបូននេះយើងឃើញថាខ្សែកាបូននេះគឺមួយជាន់ទៅមួយជាន់ប៉ុន្តែ fatty acid ជាទូទៅវាមិនមែនសុទ្ធតែមួយជាន់ទេមានកន្លែងខ្លះ2ជាន់កន្លែងនេះក៏2ជាន់ដែរអញ្ចឹងវាធ្វើឲ្យខ្សែកាបូនហ្នឹងវាអញ្ចឹងយើងនឹងបញ្យល់វា detail ទៀតឥឡូវជាទូទៅក្នុង biochemistry យើងអត់អាចទៅសរសេរខ្សែកាបូនវែងអញ្ចឹងរហូតទេវាខាតពេលហើយវាមានរូបមន្តរបៀបសរសេរមួយទៀតគឺបែបនេះអញ្ចឹងជាទូទៅយើងអាចសរសេរខ្សែកាបូនបែបនេះអូខេហើយចុងក្រោយគឺយើងអាចសរសេរវា OH អានេះគឺ2ជាន់ O បែបនេះអញ្ចឹងក្នុងនេះវាមានន័យថាម៉េចខ្សែកាបូននេះកន្លែងនេះវាមានន័យថាចេះកន្លែងនេះគឺមួយកន្លែងនេះគឺមានកាបូនមួយកន្លែងនេះគឺមានកាបូន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 កន្លែងកាច់ហ្នឹងគឺមានកាបូនហើយយើងអាចគិតទៅលើ E2 ដូចខ្លួនឯងពីព្រោះថាកាបូនវាមានដៃ4វាមានធ្វើការសម្ព័ន្ធវា4អញ្ចឹងវាអាចប្រតិកម្មជាមួយសារធាតុឲ្យគ្រប់នៅទ្វេតាសម្ព័ន្ធរបស់វាអញ្ចឹងហើយបានជាយើងដែលឆ្ងល់ថាហេតុអីបានជា
CH3 CH2 COOH ហេតុអីបានអានេះមាន CH តែ2ដោយសារតែអានេះវាមានដៃ4អញ្ចឹងវាតងមកកន្លែងនេះអស់មួយកន្លែងនេះអស់មួយអញ្ចឹងវាសល់តែ2ឯងអញ្ចឹងយើងអាចទៅពលាតកន្លែងហ្នឹងមកវិញកន្លែងនេះគឺ C ហ្នឹងវាH អានេះវា CH3 អានេះ COOH គឺបែបហ្នឹងអញ្ចឹងបានកន្លែងនេះវាសល់តែ CH2 អូខេអញ្ចឹងពេលលើកក្រោយទៅនៅក្នុង fatty acid ក្នុង biochemistry គឺយើងនឹងឃើញវាមានរូបរាងបែបនេះកន្លែងកាច់នេះគឺជាកាបោតអូខេយើងសរសេរបែបហ្នឹងអូខេឥឡូវយើងមើលពីរបៀបហៅឈ្មោះអញ្ចឹងខ្ញុំនិយាយប្រាប់ថាក្នុងខ្សែកាបោនទាំងអស់វាមិនសុទ្ធតែមួយជាន់ខ្សែត្រង់មួយជាន់បែបនេះទាំងអស់ទេត្រូវទេវាអាចមាន2ជាន់កន្លែងណាមួយអញ្ចឹងអាខ្សែដែលមួយជាន់សុទ្ធហ្នឹងគេហៅថា fatty acid saturated អញ្ចឹងនៅក្នុង fatty acid saturated ហ្នឹងយើងមានរបៀបហៅឈ្មោះវា2គឺរបៀបហៅតាម systemic name ហើយនិង common name ដែលយើងប្រើជាទូទៅ common name គឺយើងប្រើច្រើនយើងអត់សូវប្រើ systemic name ទេនៅក្នុងនោះឧទាហរណ៍ថារូបមន្តវា CH3 COOH អានេះតាមពិតជា acid ដែលយើងធ្លាប់ប្រើរាល់ថ្ងៃគឺយើងហៅតាម systemic គឺ ethanoic acid 10ហេតុអីពីព្រោះថាយើងរាប់តាមចំនួនកាបោននេះ1 2អញ្ចឹង1គឺមេ2គឺ A អូខេអញ្ចឹងវាទៅជា ethanoic acid ដែលយើងមានឈ្មោះ common name ដែលយើងប្រើជាទូទៅគេឈ្មោះថា acetic acid ហ្នឹងគឺជា acid ដែលយើងប្រើច្រើនអូខេដល់ពេលកាបោន4គឺបែបនេះកាបោន4យើងមានឈ្មោះថា butanoic acid ដែល butanoic acid ហ្នឹងគឺ systemic name ដោយសារ1មេ 2A 3 pro 4 butanoic acid អញ្ចឹងនៅក្នុង common name យើងហៅថា boric acid អូខេយើងហៅបែបហ្នឹងអញ្ចឹងអានេះយើងត្រូវចាំវាដែលវាមានឈ្មោះថា caproic acid អូខេយើងឈ្មោះមួយទៀតគឺហៅថា hexanoic acid អូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចរៀនអានតាមនឹងបាននេះគឺជារូបមន្តទូទៅប៉ុន្តែអ្វីដែលយើងសម្គាល់មួយគឺ fatty acid នៅក្នុងlipid គឺវាមានកាបូនគូអ្នកទាំងអស់គ្នាឃើញទេវាមានកាបូនគូអញ្ចឹងដោយសារតែរូបមន្តដុលរបស់វានេះគឺបែបនេះជាអ៊ីតពេកគឺ CH3 CH2N ហើយនឹង COOH អូខេអញ្ចឹងដោយសារតែវាមានរូបមន្តបែបហ្នឹងយើងជំនួសបានតែ N នេះទេអញ្ចឹងវាធ្វើឲ្យ fatty acid ហ្នឹងតែងតែមានកាបូនគូខ្សែកាបូនគូអូខេប៉ុន្តែវាមិនមែនជាទូទៅត្រូវតែកាបូនគូមាន fatty acid មួយចំនួនក៏មានកាបូនខ្សែដែរអូខេអាហ្នឹងឥឡូវយើងបែងចែកជា2ហ្នឹងគឺ saturated fatty acid អូខេគឺជានិយាយម្ដងទៀត saturated fatty acid គឺជា acid ដែលមានកាបូនតែខ្សែកាបូនតែមួយជាន់គឺវាមានខ្សែត្រង់បែបនេះអញ្ចឹងជាទូទៅឧទាហរណ៍នេះនៅក្នុង acid ដែលយើង common name វាមាន uric acid កាបូន12 myristic acid កាបូន14 palmitic acid កាបូន16 stearic acid កាបូន18ហើយនិង acidic acid គឺកាបូន20អូខេ